ទស្សនៈខ្លឹមពីបណ្ឌិតកឹមហៀងហេតុអ្វីខ្លាចអ្នកមានហើយមើងងាយអ្នកក្រកាលពីពេលកន្លងទៅថ្មីនេះគឺបណ្ឌិតកឹមហៀងបានធ្វើការបង្ហោះសំណេរមួយនៅក្នុងបណ្ដាញសង្គមផេកផ្លូវការរបស់លោកដោយនៅក្នុងសំណេរនោះលោកបានលើកឡើងជាទស្សនៈផ្ទាល់ខ្លួនរបស់លោកបែបនេះថា1ហេតុអ្វីយើងមានការកោតខ្លាចចំពោះអ្នកមានទាំងដែលពួកគេមិនបានឲ្យអ្វីសោះដល់យើងហើយទៅមើលងាយអ្នកក្រទាំងដែលយើងក៏មិនបានឲ្យអ្វីសោះដល់ពួកគេ2យើងមិនត្រូវខ្វល់ពីមនុស្សធ្វើមិនល្អចំពោះយើងព្រោះគេរស់នៅយ៉ាងម៉េចជារឿងរបស់ពួកគេតែយើងត្រូវបារម្ភពីមនុស្សធ្វើល្អចំពោះយើងព្រោះយើងមិនដឹងថាត្រូវធ្វើល្អយ៉ាងម៉េចដើម្បីសងគុណគេ3ភាពអត់ធ្មត់គឺជារឿងល្អតែបើអត់ធ្មត់ពេកនឹងធ្វើឲ្យពួកគេកាន់តែធ្វើបាបយើងខ្លាំងឡើងដូច្នេះយើងត្រូវកំណត់ពីព្រំដែននៃភាពអត់ធ្មត់នេះគឺជាទស្សនៈរបស់បណ្ឌិតកឹមហៀងដែលបានធ្វើការបង្ហោះនៅលើផេកផ្លូវការរបស់លោកកាលពីពេលថ្មីកន្លងទៅនេះក្នុងនោះក៏មានមហាជនម្នាក់បានធ្វើការបញ្ចេញមតិបែបនេះថាទាំងនេះជាចរិតបាក់ធ្មង់ឬបាក់ស្បាតរបស់មនុស្សដោយសារតែអយុត្តិធម៌ឬការគៀបសង្កត់នៅក្នុងសង្គមមួយជាទូទៅមនុស្សទាំងនេះច្រើនជាអ្នកខ្សត់ខ្សោយមានការរៀនសូត្រតិចតួចឬជាអនាក្ខរជនដែលក្រលំបាកនឹងតែងតែពឹងពាក់សុំការអនុគ្រោះដើម្បីរស់ដោយមិនមានភាពឯករាជ្យឯមនុស្សដែលមានទ្រព្យសម្បត្តិចំណេះវិជ្ជាឯករាជ្យភាពនឹងអាចទ្រទ្រង់ខ្លួនបានមិនសូវចេះទ្រឬអែបអបនោះឡើយព្រោះគេមិនចូលចិត្តពឹងឬអាចឈរខ្លួនឯងបានតើតើនឹងទស្សនៈនេះចំពោះបងប្អូនដែលកំពុងតែទស្សនាក៏ដូចជាស្ដាប់វីដេអូនេះតើមានមតិយោបល់បែបណាដែរចំពោះទស្សនៈលោកបណ្ឌិតកឹមហៀងសូមអរគុណ